របស់តូចតាច8ប្រភេទដែលអ្នកអាចចាប់ផ្ដើមបានដើម្បីប្រមូលបទពិសោធន៍ផ្ទាល់ខ្លួនតន់ខ្លួននៅក្មេងលុយតិចចាប់ផ្ដើមតូចទី1លក់ផ្កាកុំជួលហាងសហការជាមួយម្ចាស់ផ្ទះទៅរកកន្លែងផ្គត់ផ្គង់ផ្កាបង្កើត page Facebook IG ហើយចាប់ផ្ដើមផលិតវីដេអូធ្វើផ្កាទី2បង្រៀនភាសាឬជំនាញបង្រៀនក្មេងៗដល់ផ្ទះបង្រៀនលេងព្យ៉ាណូបង្រៀនច្រៀងចម្រៀងបង្រៀនភាសាបរទេសទី3ហាងតែគុជតម្រូវការខ្ពស់ជាងកាហ្វេក្មេងចាស់ប្រុសស្រីសុទ្ធតែអាចញ៉ាំបានមានរូបមន្តធ្វើស្តង់ដារស្រាប់និងវិនិយោគតិចទី4ហាងលក់ចំណីនិងសម្ភារៈសត្វចិញ្ចឹមទីផ្សារសមុទ្រខៀវដែលមានអនាគតល្អនិងតម្រូវការខ្ពស់ទី5ហាងកាត់សក់ទីផ្សារទូលំទូលាយមានតម្រូវការចាំបាច់និងញឹកញាប់ទី6រៀបចំកម្មវិធីទទួលរៀបចំកម្មវិធីគូកំណើតកម្មវិធីជប់លៀងតូចៗដើម្បីស្គាល់មនុស្សនិងមានទំនាក់ទំនងក្នុងបណ្ដាញសង្គមទី7អ្នកធ្វើមាតិកាឯករាជ្យសរសេរអត្ថបទផលិតវីដេអូចែករំលែកចំណេះដឹងនិងជំនាញរបស់អ្នកទី8លក់អនឡាញជ្រើសរើសយកផលិតផលឬសេវាកម្មល្អណាមួយហើយចាប់ផ្ដើមប្រើបណ្ដាញសង្គមដើម្បីទាក់ទាញអតិថិជនឲ្យចំគោលដៅ